ស្វាគមន៍មកកាន់សៀវភៅកំណប់សុភមង្គលគ្រួសារសតវត្សទី21សៀវភៅដែលគ្រួសារគួរអានដើម្បីត្រៀមខ្លួនក្លាយជាភរិយាស្វាមីម្ដាយនិងឪពុកការកសាងគ្រួសារដែលមានសុភមង្គលចាប់ផ្ដើមឡើងដោយការប្រលវត្តមានភាពកក់ក្ដៅនិងក្តីស្រឡាញ់ស្មោះត្រង់ឲ្យគ្នាទៅវិញទៅមកដោយដែលលោក Barack Obama បានលើកឡើងថាក្នុងចំណោមរឿងរ៉ាវទាំងអស់ដែលខ្ញុំបានធ្វើក្នុងជីវិតអ្វីដែលខ្ញុំមានមោទនភាពបំផុតគឺការបានធ្វើជាឪពុកម្នាក់ស្រដៀងគ្នានេះដែរលោកស្រី Mother Teresa បានរំលឹកយើងថាប្រសិនបើអ្នកចង់ផ្លាស់ប្ដូរពិភពលោកចូលត្រឡប់ទៅផ្ទះវិញហើយស្រឡាញ់គ្រួសាររបស់អ្នកចូលផ្ដល់អាទិភាពដល់សេចក្តីសប្បុរសនិងពេលវេលាដើម្បីបង្កើតនូវកេរដំណែលដ៏ស្ថិតស្ថេរមួយជាមួយនឹងសៀវភៅនេះលោកអ្នកនឹងចាប់ផ្ដើមកសាងគ្រួសារមួយដ៏មានសុភមង្គលដោយផ្អែកលើជម្រើសនិងការសម្រេចចិត្តមិនមែនផ្អែកលើភាពចៃដន្យឡើយមិនដឹងថាមិត្តអ្នកអានដែលបានរៀបការរួចគិតដូចខ្ញុំដែរឬទេថាកាលពីមុនរៀបការខ្ញុំស្ទើរតែមិនដឹងនិងមិនយល់សោះថាតើខ្លួននឹងត្រូវធ្វើអ្វីខ្លះនៅពេលក្លាយជាប្តីនិងជាឪពុកក្នុងកិច្ចការរៀបចំនិងអភិវឌ្ឍគ្រួសារឲ្យមានសុភមង្គលក្រោយពេលរៀបការដូច្នេះខ្ញុំគិតថាការយល់ដឹងអំពីភាពជាឪពុកភាពជាប្តីភាពជាប្រពន្ធនិងភាពជាម្ដាយគឺជាប្រការមួយដ៏សំខាន់ដែលអនុញ្ញាតឲ្យយើងអាចត្រៀមខ្លួនបានល្អលួចរាល់មុនពេលចូលប្រឡូកក្នុងសមរភូមិគ្រួសារខ្ញុំដឹងច្បាស់ថាគ្រប់គ្នាសុទ្ធតែចង់បានគ្រួសារមានសុភមង្គលតែមិនមែនគ្រប់គ្នាសុទ្ធតែដឹងពីរបៀបបង្កើតវានោះទេអ្នកខ្លះទៀតបើទោះជាដឹងអំពីរបៀបធ្វើក៏ពួកគេមិនធ្វើតាមរបៀបដែលខ្លួនដឹងដែរឬសម្បូរអ្នកចេះដឹងតែមិនសម្បូរអ្នកប្រតិបត្តិតាមចំណេះដឹងការសម្រេចបានសុភមង្គលគ្រួសារមិនមែនប្រែពេលតែមួយថ្ងៃទេហើយក៏មិនអាចអានសៀវភៅតែមួយក្បាលដើម្បីយល់ដឹងពីរឿងរ៉ាវទាំងអស់នោះបានដែរប៉ុន្តែសៀវភៅនេះនឹងផ្ដល់ជាគតិនិងពន្លឺបន្ថែមថាតើត្រូវចាប់ផ្ដើមពីពេលណាធ្វើអ្វីខ្លះនិងត្រូវធ្វើដូចម្តេចមិនថាសៀវភៅនេះឬសៀវភៅផ្សេងមួយណាក៏មិនល្អដែរបើអ្នកមិនអានដោយការយកចិត្តទុកដាក់សៀវភៅល្អផ្ដល់គំនិតសៀវភៅអស្ចារ្យផ្ដល់គតិបណ្ឌិតវាជាសៀវភៅដែលធ្វើឲ្យជីវិតអ្នកផ្លាស់ប្ដូរនិងជំរុញទឹកចិត្តអ្នកឲ្យហ៊ានចាប់ផ្ដើមធ្វើអ្វីដែលថ្មីដើម្បីទទួលបានអ្វីដែលអ្នកមិនដែលមាននិងប្រាថ្នាចង់បានសុភមង្គលបានមកដោយការរៀបចំបង្កើតឡើងមិនមែនបានមកដោយសារការបន់ស្រន់ទេទោះជាបន់ស្រន់សូមសេចក្តីសុខសុភមង្គលពីព្រះពុទ្ធក៏គ្មានបានការអ្វីដែរព្រះពុទ្ធប្រាប់ពីហេតុនៃសេចក្តីសុខគឺអំពើល្អអំពើបុណ្យកុសលបើចង់បានសុខត្រូវខិតខំសាងល្អការគោរពថ្វាយបង្គំព្រះពុទ្ធជាម្ចាស់ក៏ជាបុណ្យកុសលដែរគឺបុណ្យបូជាចំពោះបុគ្គលដែលគួរបូជាហើយបុណ្យនោះនាំមកនូវសេចក្តីសុខតែព្រះពុទ្ធមិនអាចប្រគល់ក្តីសុខដល់អ្នកដែលអ្នកមិនបានខិតខំសាងហេតុឡើយត្រឹមតែនិយាយអំពីការបង្កើតសុភមង្គលគឺមិនគ្រប់គ្រាន់ទេអ្នកត្រូវធ្វើដើម្បីទទួលបានលទ្ធផលហើយធ្វើច្រើនមិនសំខាន់គឺធ្វើត្រូវ